គុំការប្រកួតគូប្រដាល់លក្ខណៈមិត្តភាពអន្តរជាតិទី2បាទទឹកទី1 round 1បាទបង្គោលក្រហមអង្គរៈកីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើងនៅក្នុងក្លឹបកងពលតូចតពិសេសឆាត់យង911បង្គោលខៀវបាទយងយន្តលេខបាទកីឡាករថៃបាទជួបគ្នាថ្ងៃនេះក្នុងគីឡូធ្ងន់តិចហើយ75គីឡូក្រាមថ្ងៃនេះបាទអ្នកធ្ងន់ប៉ះធ្ងន់បាទអ្នកស្រាលនោះក៏ប៉ះអ្នកស្រាលដែរក៏ប៉ុន្តែស្រាលតែទម្ងន់ទេបាទដូចជាគូរវាងកីឡាករផនផល្លាមិញអញ្ចឹងបាទប៉ះជាមួយនឹងផារ៉ាវីយើងឃើញថាអូយរ៉ាវីគាត់រឹងណាស់បាទមើលទៅក្មេងក៏ប៉ុន្តែកម្លាំងពេញបឹបតែមកដល់គូនេះមិនដឹងថាយ៉ាងណាទេបាទមិនទាន់ដឹងថាបច្ចេកទេសបាទអង្គរៈខ្លាំងប៉ុណ្ណាហើយយងយន្តលេខនឹងគាត់ខ្លាំងប៉ុណ្ណាដល់ហើយទេទស្សនាទឹកទី1មើលស្ទាបស្ទង់ឆ្វេងមួយជើងរយៈនៅមិនទាន់មានឱកាសសងនៅឡើយទេទុកឲ្យទាត់ថែមគីឡូក្រោមទេមិនបានប្រើជើងធ្ងន់ប្រមាណទេខ្លាចគូប្រកួតខឹងបាទតែរយៈខឹងរយៈទៅទាំងភ្នែនបាទមានអីខ្លះទាំងភ្នែនហ្នឹងបាទកែងក៏ទៅជង្គង់ក៏ទៅអីអូយត្រេះឆ្វេងទាត់ឆ្វេងមួយទៀតរយៈឃុំការពារបានទាត់ស្ដាប់មួយសងវិញបាទឃើញយើងបន្តកុំចេះតែហ៊ានបាទហើយអរគុណណាស់ដល់បាទអូយទាត់ម្នាក់មួយជើងបាទស្ដាំម្នាក់មួយជើងគ្រាន់តែជាការបាទកំសាន្តទេធ្វើយ៉ាងណាឲ្យក្តៅសាច់ដុំតិចសិនអ្នកថែមមួយជើងទៀតមិនចង់ឲ្យបាទអង្គរៈចូលក្បែរប្រមាណទេមើលទៅឥឡូវនេះចំពើអូយបលែងមកវិញអត់អីស្វាគមន៍សាជាថ្មីដល់ពេលវេលាទឹកទី1នេះចិត្តអស់ទៅហើយលោកក្រៅមួយជើងទៀតធាក់ថែមអង្គរៈកិលចូលម្ដងបន្តិចលោកឆ្វេងក៏ប៉ុន្តែឃើញថាយន្តលេខមិននៅឲ្យបាទអាយ៉ាគាត់ក្រោមសងកាប់ចានជួយឆ្វេងវិញម្ដងបាទប្រផិតនឹងមុខអង្គរៈបាទគូនេះសង្ឃឹមថាទឹកទី2នឹងល្អមើលហើយព្រោះថាឥឡូវនេះគ្រាន់តែធ្វើយ៉ាងណាឲ្យតសៃតសងនឹងគេថារដាស់បន្តិចសិនអីយោកាប់ចានទាត់ជើងក្រោមខៅស្ដាំឆ្វេង1 2ឆ្វេងស្ដាំចូលទៅលើផ្ទៃមុខអីយ៉ាស់សងវិញដែរអើយបាទកំពុងតែល្អមើលឥឡូវនេះចាប់ទឹកទី1គូចុងក្រោយ round 2បាទទឹកទី2ចូលមកដល់ហើយទឹកទី1ចុងទឹកបាទគេថាសន្ធាប់មកប្រើបាទគេថាផ្ដាំទុកសម្រាប់ទឹកទី2បាទអញ្ចឹងទី2នេះចាប់ផ្ដើមហើយអត់មានលេខសោទៀតទេមកទឹកកន្លងមកគេថាស្ទាបស្ទង់អស់ចិត្តហើយបាទនៅឡើយទឹកទី2នេះបាទចាប់ផ្ដើមហើយប្រើជើងទាត់លើគ្នាទៅវិញទៅមកថែមស្ដាំមកជើងទៀតនៅចូលជាតិទាត់ស្ដាំមួយសងវិញគេហៅថាកាប់បាទខ្លីទាត់ថែមត្រេះឆ្វេងបាទអូហូយថែមស្ដាំមួយលណាអង្គរៈកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទរីឯយងយន្តលេខបាទកីឡាករថៃហើយអ្នកទាំងពីរថ្ងៃនេះគឺថាជួបគ្នាក្នុងគីឡូ75ធ្ងន់មែនតើគាត់ស្ដាំមកជើងយ៉ាងណាវរៈនៅតែព្យាយាមគេថាកិលចូលម្ដងបន្តិចបើឲ្យថយគឺមិនថយយ៉ាងដាច់ខាតធាក់ទប់ការពារកលែកទាត់ឆ្វេងមកជើងទៀតធាក់ថែមទាត់ក្រោមមួយសងមកវិញអូហូយប៉ើងបាទកន្លះម៉ែត្រពីតា2មិនថ្មីបាទគុំសាជាថ្មីអីយ៉ាលើកជង្គង់បតាយបតបដៃបើតែអត់ទៅរួចទេយ៉ាមកជើងទៅលើអង្គរៈខែមកជើងទៀតយន្តលេខទាត់ឆ្វេងវរៈវាយស្ដាំខៅឆ្វេងទាត់ឆ្វេងមួយសងអីអូយមកហើយជង្គង់ពីក្រោយបុកឆ្វេងមួយសងវិញស្ដាំថែមក៏ញល់តិចទេបាទលោកម៉ាក់សមឿនដែលជាអាជ្ញាកណ្ដាលលោកបំបែកញែកឲ្យធ្វើការប្រកួតបន្តនៅក្នុងទឹកទី2អីយ៉ាវាយស្ដាំបំបែកឃុំកណ្ដាប់ដៃស្រាលអង្គរៈទាត់ក្រោមសងមកជើងក្រោមវិញលន់សូផេះ
បាទវាយឆ្វេងតាមស្ដាំចូលមុខកែងមួយទៅទាត់ក្រោមមួយសងទៅវិញមកទៀតទាត់ឆ្វេងមួយទៀតបាទអូយអត់រៀនទេនៅពេលនេះបាទគឺបានទាំងគូបាទល្អទាំងគូតែម្ដងបាទជាយើងទាត់ជើងក្រោមទួនអីយ៉ារកកណាប់ដៃឆ្វេងចូលទៅមុខម្ដាយបាទសម្លេងហូរកងរំពងឆ្វេងស្ដាំជង្គង់ទៅជាមួយកែងមួយទៀតវៃស្ដាំបំបីឃុំមកវិញហើយជើងឆ្វេងវៃឆ្វេងសង1 2បាទយន់លេខគេថាมันចុះចាញ់អង្គរៈប្រមាណទេកែងទៅជាមួយសងវិញរយៈដើរចូលមករុលកណាប់ដៃឆ្វេងគាត់ឆ្វេងទៅលើអង្គរៈដើរចូលធាក់ទប់ទាត់កាប់ចានជាស្ដាំមួយអីយ៉ាបវល់មកជុំអ្នកទាំងពីរនេះវាយមកប្រាវដកឃ្លាព្រោះថាដូចជានៅមិនទាន់អស់ចិត្តរៀងខ្លួនអូហូយណែ4ដៃគាត់ថាដៃចុងក្រោយនេះបាទចំគោលដៅឥឡូវនេះងើបឡើងអាញាកណ្ដាលចាប់ផ្ដើមរាប់អីយ៉ាងើបដាក់គូនបុយទៅវិញបាទអីបាទងើបឈរយ៉ាងសង្ហាអាញាកណ្ដាលរាប់ដល់7 8បាទអត់អីទេចាប់ទឹកទី2មើលបាទណែបាទស្ដាំឲ្យឆ្វេងបុកម្ដាយស្ដាំនេះអូយខ្ទេចហើយបាទកណ្ដាលភក្ត្រាទៅឲ្យអញ្ញាកណ្ដាលនឹងរាប់ទៅលើយន្តលេខនឹងបានត្រឹម8ដែរបាទ1 2កណ្ដាប់ដៃស្ដាំនេះបំបីឃុំល្អមែនតើបាទឥឡូវនេះបាទទស្សនាទឹកទី3តែម្ដងបាទឃើញថានៅតែជាយើងសន្ធាប់អញ្ចឹងបាទព្រោះថាឱកាសអង្គរៈបាទនៅពេលដែលឃើញយន្តលេខបាទខ្សោយកម្លាំងហ្នឹងនៅពេលនេះចាប់ផ្ដើមសន្ធាប់ទៀតហើយកែងបាត់មួយទៀតអត់អូស្មានតែងើបមកស្រួលឥឡូវនេះបាទអត់អីទេងើបហើយអញ្ញាកណ្ដាលចាប់ផ្ដើមរាប់ទៀតបាទពុកកែងបាទមិនមែនកែងស្ដាំអូយបាទកែងនេះបាទមិនធម្មតាទេបើនិយាយទៅបាទរង្គើបាទនិយាយគេថារង្គើខួរក្បាលហ្នឹងបាទមួយកែងហ្នឹងមិនលេងសើចទេបាទឥឡូវនេះទស្សនាការប្រកួតបន្តទៀតអូយបាទលើកនេះបាទជាទៅលែងរួចហើយមកទៅនោះបាទយ៉ាកណ្ដាលចាប់ផ្ដើមរាប់ទៀតបាទមិនទាន់បញ្ឈប់ការប្រកួតនៅឡើយទេបាទ5 6 7 8 បាទមិនអាចទៅរួចទៀតទេបាទទឹកទី3ដូចគ្នាអង្គរៈបាទសងសឹកជំនួសគូប្រកួតបានសម្រេចបាទមិនសងសឹកអីទេព្រោះថាគូទី1នោះបាទផារ៉ាវីនឹងក៏ផ្ដួលកីឡាករកម្ពុជាយើងនៅក្នុងទឹកទី3អញ្ចឹងវរៈថាខ្ញុំនឹងយកឈ្នះក្នុងទឹកទី3វិញបាទយើងមើលរូបភាពយឺតបាទណែកែងបត់បាទចូលគុំទៅជាបាទខាងឆ្វេងរឿងអីនៅបួពីដៃកដាលភក្ត្រាផ្កាក្រោចអ៊ីងបានខ្សែរិញជួយធ្វើមួយថ្ងៃខ្លះបាទឥឡូវនេះបាទលទ្ធផលគឺកីឡាករអង្គវរៈបង្គោលក្រហមកីឡាករនៃព្រះរាជាណាចក្រកម្ពុជាយើងបាទឈ្នះយន្តលេខបាទកីឡាករថៃបង្គោលខៀវនៅក្នុងទឹកទី3